នៅស្រុកអាមេរិកនេះវិញគឺអាមេរិកនិងអ៊ីរ៉ង់គឺព្រមព្រៀងឈប់បាញ់គ្នាថែម60ថ្ងៃទៀតសេចក្តីព្រមព្រៀងដែលគេរៀបចំរួមគ្នានេះគឺជាសេចក្តីព្រៀងទេអត់ទាន់បានលោកត្រាំសញ្ញេនៅឡើយទេប៉ុន្តែក្នុងសេចក្តីព្រៀងនោះមានអនុសារណៈនៃការយោគយល់គ្នាមួយគឺបន្តអាប័ណ្ណឈប់បាញ់នេះឲ្យបាន60ថ្ងៃទៀតចឹងអត់មានបាញ់គ្នាទេ60ថ្ងៃទៀតនេះនៅចូលមិនដឹងថ្ងៃណាទេគេកំពុងថាគៀកមែនតើហើយព្រោះលោកអនុប្រធានបតីសហរដ្ឋអាមេរិកលោក VJ Vance អីហ្នឹងគឺបាននិយាយថាគៀកមែនតើក៏ប៉ុន្តែអត់ទាន់ដឹងថាពេលណាទេហើយនឹងពេលមានអនុសារណៈនៃការយោគយល់គ្នាសម្រាប់ឈប់បាញ់ពជា60ថ្ងៃទៀតនេះគឺមានទាំងការបកបើកច្រកហមូសដែលអត់មានលក្ខខណ្ឌហើយនឹងចរចាបន្តតកតងរឿងអាវុធបរមាណុខ្ញុំថានេះគឺជាព័ត៌មានវិជ្ជមានគួរឲ្យសារតប៉ុន្តែរឿងនៅអ៊ីរ៉ង់ហ្នឹងគឺក៏លេចអណ្ដែតដែរមួយទៀតគឺតកតងនឹងព័ត៌មានសម្ងាត់របស់អង់គ្លេសរកឃើញថាទាហានរបស់រុស្ស៊ីស្លាប់នៅអ៊ុយក្រែនកើនដល់ទៅ5សែននាក់ហើយគឺកន្លះលាននាក់ហើយជិតកន្លះលាននាក់ហើយនេះគឺជាព័ត៌មានគួរឲ្យឈឺចាប់សម្រាប់រុស្ស៊ីប៉ុន្តែសមទទួលអំពើបាបកម្មរបស់ខ្លួនដែលឈ្លានពានទឹកដីគេហើយស្លាប់ចោលខ្មោចនៅលើទឹកដីគេយ៉ាងអណោចអធមហើយរឿងនេះគឺជារឿងអាម៉ាស់របស់លោកពូទីនដែរដែលចិញ្ចឹមមហិច្ឆតាឈ្លានពានទឹកដីគេយកមនុស្សយកទៅហ៊ានខ្លួនឯងកន្លះលានអ្នកគិតមើលយុវជនអាយុ30-35ឆ្នាំយកទៅស្លាប់រង្គាលឥឡូវអ្នកដែលក្រុមស៊ើបការសម្ងាត់របស់អង់គ្លេសហ្នឹងគេរកឃើញថាមានទាហានរុស្ស៊ីជិតដល់ទៅ5សែននាក់ឯណោះដែលស្លាប់ពិតប្រាកដដែលជាតួលេខច្បាស់ចុងក្រោយឯរុស្ស៊ីអ៊ុយក្រែនមែនតែនទៅមានប្រមាណជាតែ50000នាក់ជាងទេដូច្នេះអ៊ុយក្រែនស្លាប់តែ 10% នៃចំនួនទាហានរុស្ស៊ីដែលស្លាប់ទេណាចឹងបានន័យថាទាហានរុស្ស៊ីស្លាប់10ទាហានអ៊ុយក្រែនស្លាប់តែ1ទេប៉ុន្តែនៅតែច្រើនណាស់សម្រាប់អ៊ុយក្រែនគ្នាអត់ត្រូវស្លាប់សូម្បីតែម្នាក់ដែលមានជនឈ្លានពានដូច្នេះប៉ុន្តែរុស្ស៊ីគឺសមនឹងការទទួលអំពើបាបនេះប៉ុន្តែខ្ញុំអាសូរទាហានមែនតើគេយកទៅឲ្យស្លាប់យ៉ាងរង្គាលដោយសារតែសង្គ្រាមនៅអ៊ុយក្រែនហើយអ៊ុយក្រែនគេប្រើដ្រូនតែអត់មានការបត់ឈប់បាញ់ទេណាអ៊ុយក្រែនអត់មានបត់ឈប់បាញ់ជាមួយរុស្ស៊ីទេគឺបើរុស្ស៊ីអត់ដកគឺអត់មានចុះហត្ថលេខាអ្នកណានៅហ្នឹងអត់ទេរុស្ស៊ីគេខ្លាំងដោយសារគេបានអឺរ៉ុបជួយគ្រាប់ជួយកាភ្លើងអាមេរិកជួយកាភ្លើងអកុសលខ្មែរយើងគឺអត់មានអ្នកណាជួយអីសោះចុងក្រោយគឺយើងចុះហត្ថលេខាអ្នកណានៅហ្នឹងបាត់ដីខ្មែរអស់62កន្លែងបាទឥឡូវយើងចូលដល់ព័ត៌មានចុងក្រោយមួយទៀតគឺតកតងនឹងរឿងព័ត៌មានច្រើនណាស់ខ្ញុំនៅសល់មួយទៀតភ្លេចស្អីគេចេះសំទោសដោយសារតែថ្ងៃនេះ print មកឯកសារដាក់មកច្បោកច្បល់គ្នាច្រើនពេកបាទខ្ញុំថាដូចជារឿងព្រឹត្តិការណ៍ដាស់ស្មារតីជាតិដែលឃើញព្រឹត្តិការណ៍នេះគឺប្រព្រឹត្តឡើងទៅយ៉ាងកក្រឹកកក្រែងពេញផ្ទៃស្រុកខ្មែរហើយគឺនៅ start Olympic នៅអីហ្នឹងគឺហាត់សមហាត់អីហ្នឹងគឺនិស្សិតប្រហែលថ្ងៃនេះអត់បានរៀនអត់បានសូត្រអីទេបងប្អូនគឺរវល់មមាញឹកជាកិច្ចចាប់ផ្ដើមខ្ញុំពិតជាស្កោតសរសើរថ្នាក់ដឹកនាំរបស់ក្រមសម្ព័ន្ធយុវជនកម្ពុជានេះណាព្រោះអីក្រមនេះគឺដឹកនាំដោយលោកហ៊ុនម៉ាណីគឺមានងារជាឬក៏មានឋានៈជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតួនាទីមុខងារសាធារណៈនេះគឺជាតួនាទីធំខ្ពង់ខ្ពស់ណាស់សម្រាប់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោកមានភារកិច្ចច្រើនណាស់រវល់នៅក្នុងក្រសួងមន្ទីរហ្នឹងគឺរាប់មិនអស់ហ្នឹងព្រោះអីមុខងារសាធារណៈគឺគិតគូរពីការបើកប្រាក់បៀវត្សដល់មន្ត្រីរាជការទាហានប៉ូលីសតើបើកប្រាក់បៀវត្សយ៉ាងម៉េចឲ្យបានសមរម្យតើត្រូវដោះស្រាយបញ្ហាប្រាក់ឬក៏ជួលឬបុគ្គលិកសម្រាប់ធ្វើបម្រើការជាមន្ត្រីរាជការរដ្ឋការអីគឺការងារហ្នឹងគឺរវល់ណាស់និយាយទៅគឺបើយើងគិតពីទូនាទីរដ្ឋមន្ត្រីមួយគឺរវល់រកតែពេលទទួលទានអាហារឲ្យត្រង់មាត់ក៏តែមិនបានផងក៏ប៉ុន្តែលោកហ៊ុនម៉ាណីគឺជាមនុស្សឧស្សាហ៍ណាស់បើយើងមើលឃើញគាត់ដូចរវល់គ្រប់រឿងដែរជាពិសេសគាត់ជាប្រធានសមាគមយុវជនរបស់គណៈបកប្រជាជនកម្ពុជាហ្នឹងគឺបណ្ដាញសម្ព័ន្ធយុវជននេះគឺគាត់ធ្វើកិច្ចការរៀបចំព្រឹត្តិការណ៍ច្រើនណាស់ព្រឹត្តិការណ៍ស្អីក៏ដោយឲ្យតែកក្រាបមានព្យុហយាត្រាធម្មយាត្រាប្រមូលផ្ដុំគ្នាដើម្បីទៅ start Olympic គាំទ្រកីឡាបាល់ទាត់បាល់ស្អីអីអញ្ចឹងតកតងនឹងការធ្វើអន្សមយៈចបៃយៈឬក៏លះហាលឬក៏កម្មាឬក៏កម្មវិធីអីធំហ្នឹងគឺជាកិច្ចការរបស់លោកហ៊ុនម៉ាណីដែរអញ្ចឹងគាត់ធ្វើកិច្ចការនេះច្រើនមែនតើ
ហើយចុងក្រោយនេះគឺយើងឃើញព្រឹត្តិការណ៍មួយដែលរៀបចំយ៉ាងកក្រឹកកក្រែងដែលមើលទៅគឺប្រទេសកម្ពុជាគឺធ្វើបានគឺខ្មែរពិតជាធ្វើបានមែនគឺគេកែនប្រជាពលរដ្ឋឬក៏និស្សិតឬក៏បញ្ញវន្តឬសិស្សអីហ្នឹងគឺចូលទៅហាត់សមរាប់ថ្ងៃហាត់សមដើម្បីយំខ្សឹកខ្សួលសម្ដែងឲ្យស័ក្តិសមទៅនឹងការឈឺចាប់នៅការបាត់បង់ដែនអធិបតេយ្យរបស់កម្ពុជាទៅប្រទេសជិតខាងហើយឲ្យខ្មែរយើងហ្នឹងគឺដាស់ស្មារតីជាតិយើងឲ្យចងចាំខ្ញុំថានេះគឺជាការដែលធ្វើដើម្បីដាស់សតិបញ្ញាឬក៏ស្មារតីរបស់ខ្មែរយើងគ្រប់គ្នាឲ្យភ្ញាក់រលឹកគឺជារឿងត្រឹមត្រូវគឺជារឿងគួរឲ្យកោតសរសើរថ្នាក់ដឹកនាំគណៈបកសង្គ្រោះគណៈបកប្រជាជនកម្ពុជានិងលោកហ៊ុនម៉ាណីដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងនាមជារដ្ឋមន្ត្រីផងមកកាន់ការងារជាក្រុមយុវជនគណៈបកប្រជាជនកម្ពុជាហ្នឹងមិនដឹងថាការងារហ្នឹងវាមានទំនាស់ផលប្រយោជន៍យ៉ាងម៉េចទេព្រោះលោកដូចថាសក់មួយជំរាកហ្នឹងគឺជ្រៀកទៅជា100សរសៃទៀតណាគឺដើមមានដាដៃ100ដែរបើយើងមើលទៅគឺលោកខំប្រឹងមែនតើក៏ប៉ុន្តែការដែលខំប្រឹងនេះមានរូបភាពពីរទី1ថាតើកម្ពុជាយើងពិតជាមនុស្សម្នាក់ត្រូវធ្វើការដៃ100អញ្ចឹងហើយត្រូវតែប្រឹងគ្រប់មុខគ្រប់កន្លែងអញ្ចឹងឬក៏យ៉ាងដូចម្ដេចឬក៏មិនចំណាយពេលវេលាឲ្យលោកដូចថាខំប្រឹងយកពេលវេលាទៅធ្វើកិច្ចការងារមុខងារសាធារណៈនោះឲ្យបានគត់មុតទៅត្រូវតែរវល់មកធ្វើកិច្ចការងារនឹង100ជំពូកដែលខុសពីកិច្ចការងារមុខងារសាធារណៈហ្នឹងតើនឹងអស់ធម្មពលនឹងអស់ថវិកាឬក៏អស់ពេលវេលាអីយ៉ាងម៉េចទៀតទៅតើការងារហ្នឹងមានប្រសិទ្ធភាពល្អដែរឬយ៉ាងណាព្រោះធម្មតាយើងដឹងហើយខ្មែរយើងថាបើគ្នាច្រើនការងារស្រាលក៏ប៉ុន្តែបើគ្នាច្រើនពេលខ្លះក៏មិនសមខ្លោចដែរឬក៏ធ្វើការងារចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាបានន័យថាធ្វើនេះមកចប់នោះមកចប់អត់មានរឿងអីជាដឹងដុំកំភួនដើម្បីឲ្យបានផលទេវាអាចប៉ះពាល់ដល់ការងារដែលមិនបានល្អឬក៏យ៉ាងណាដែរទី2នៅពេលដែលធ្វើរឿងព្រឹត្តិការណ៍អីសពបែបយ៉ាងនេះតើព្រឹត្តិការណ៍ទាំងអស់នេះគឺជាព្រឹត្តិការណ៍ដើម្បីដាស់ស្មារតីជាតិជាព្រឹត្តិការណ៍ដើម្បីជាតិឬក៏ជាព្រឹត្តិការណ៍ដើម្បីគ្រាន់តែពង្រឹងស្មារតីគណៈបកប្រជាជនកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋនឹងនាំគ្នាវល់វក់នឹងព្រឹត្តិការណ៍ថ្មីដែលបង្កើតឡើងដើម្បីពង្វក់ព្រឹត្តិការណ៍ចាស់បន្លប់វាទៅដើម្បីកុំឲ្យប្រជាពលរដ្ឋនៅចងចាំនឹងអាព្រឹត្តិការណ៍ថៃយកដីខ្មែរនឹងច្រើនពេកទៅអញ្ចឹងបង្ពាក់ស្មារតីប្រជាពលរដ្ឋឲ្យនឹកឃើញអំពីការឈឺចាប់ទៅវិញជាងការដែលនាំគ្នារករឿងរដ្ឋាភិបាលហេតុអីបានអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិអញ្ចឹងព្រឹត្តិការណ៍នេះគឺជាការដាស់ស្មារតីភ្ញាក់រលឹកមែនក៏ប៉ុន្តែភ្ញាក់រលឹកហាក់បីដូចជាឲ្យយើងនឹងគិតបំភ្លេចអំពីចំណុចខ្សោយរបស់រដ្ឋាភិបាលបំភ្លេចអំពីការបែកបាក់ជាតិបំភ្លេចអំពីអ្វីដែលជារបៀបដឹកនាំរដ្ឋនឹងដែលមិនបានផលល្អដែលធ្វើឲ្យទាហានយើងខ្សោយធ្វើឲ្យជាតិយើងខ្សោយធ្វើឲ្យដីយើងបាត់ទៅថៃដោយមិនអាចការពារបានដោយសារតែយើងបែកបាក់គ្នាផ្ទុយទៅវិញយកអាវិធីហ្នឹងមកស្ដារស្មារតីយើងឡើងវិញដើម្បីឲ្យយើងដឹងថាខ្មែរយើងត្រូវតែរួបរวมសាមគ្គីគ្នាតែអ្នកណាដែលជាអ្នកចាប់ផ្ដើមឲ្យខ្មែរយើងបែកបាក់សាមគ្គីពីដើមទីណាឥឡូវខ្ញុំឲ្យឧទាហរណ៍ខ្លីមួយផ្ទះស្បូវនៅរស់សុខសាន្តស្រាប់តែយើងនាំគ្នាបបួលកូនលេងជគូសពេញផ្ទះដោះនាំគ្នាលេងអាជគូសនឹងបោះទៅបោះមកបោះទៅបោះមកអញ្ចឹងទៅហើយផ្ទះស្បូវប្រើជាគៀងប្រេងកាតទៀតហើយទៅលេងជគូសទៀតតើយើងដែលជាម៉ែឪនឹងប្រាប់កូនឲ្យលេងជគូសនេះយើងដឹងទេថាយថាហេតុថាថ្ងៃណាមួយផ្ទះយើងនឹងឆេះបើផ្ទះយើងមិនឆេះក៏យើងឡៃតែរវល់លេងជគូសក៏គេចិត្តខាងក៏មកឬលបងយើងឬក៏ចូលទន្ទ្រានឈ្លានពានឬក៏ធ្វើអីមួយតាក់ទងនឹងក្រុមគ្រួសារយើងអត់មានកម្លាំងប្រលាំងមាំមួនដើម្បីផ្ចង់នឹងទប់ទល់គេពីខាងក្រៅពួកយើងរវល់ពុលក្ដួចនឹងលេងអាលបែងជគូសនៅក្នុងផ្ទះទៅហើយយើងត្រូវដឹងថាអ្នកនៅផ្ទះស្បូវកុំលើកសូវលេងជគូសតែលេងជគូសគឺវាឆេះក៏ប៉ុន្តែនៅពេលដែលបបួលកូនបបួលចៅលេងជគូសទាំងម៉ែទាំងឪចឹងទាំងអស់គ្នាស្រាប់តែថ្ងៃមួយផ្ទះឆេះថ្កូលហើយទៅស្រាប់ផ្ដើមធ្វើព្រឹត្តិការណ៍មួយដើម្បីដាស់ស្មារតីឲ្យស្រឡាញ់គ្រួសារឲ្យស្រឡាញ់ធ្វើយ៉ាងម៉េចទប់ការពារកុំឲ្យផ្ទះឆេះរឿងនេះបើយើងគិតឲ្យមែនតានទៅគឺវាអត់មែនជារឿងខុសឆ្គងទេព្រោះអីយើងត្រូវដាស់ស្មារតីយើងថាណា
ការលេងជគូហ្នឹងវាលលាកដៃណាអត់ត្រូវទេយើងត្រូវរៀនសូត្រពីបទពិសោធន៍ហ្នឹងយើងមិនគួរណាធ្វេសប្រហែសទេឥឡូវឃើញនៅផ្ទះក៏ឆេះអស់ដីក៏គ្មាននៅឬក៏អីអញ្ចឹងទៅតែយើងត្រូវតែពង្រឹងស្មារតីរបស់យើងដើម្បីនាំគ្នាទប់ការពារដែលអធិបតេយ្យឲ្យឈឺចាប់នឹងអំពើដែលអ្នកជិតខាងមកយកដីយើងនិងយើងឆេះផ្ទះខ្លួនឯងនេះរឿងនេះគឺជាយុទ្ធសាស្ត្រគេហៅថាគោរួចបានធ្វើលបងដល់ថ្ងៃប្រឡងបានខំស្វាត់ជារៀនណាហើយមួយទៀតគឺយើងបង្កើតប្រកាត់ភ្លើងខ្លួនឯងនៅក្នុងផ្ទះលេងជគូឲ្យឆេះអស់ដល់ចុងក្រោយគឺយើងធ្វើជាមេដាបេដាដល់គួរឲ្យកក់ក្ដៅសម្រាប់កូនកុលបុត្រកុលធីតាដាស់ស្មារតីថាយើងនាំគ្នាកសាងការពារសាមគ្គីគ្នាខ្ញុំថាបើធ្វើបែបនេះក្នុងនាមជាឪពុកម្ដាយខ្ញុំជាឪពុកម្ដាយដែរមិនខុសឆ្គងទេនៅពេលដែលយើងដឹងកំហុសហើយដាស់ស្មារតីគ្នាឯងបញ្ញត្តិស្មារតីថាណែឈប់លេងជគូសតទៅទៀតដោយសារតែការលេងជគូសនឹងធ្វើឲ្យយើងឡៃរវល់ពុលក្ដួចយើងអត់បានរកពេលរកទទួលទានដើម្បីផ្គត់ផ្គង់គ្រួសារដើម្បីអីទេហើយដល់ពេលលេងជគូសចោះឡើងឆ្លោះគ្នាវាយគ្នាបោចសក់បោចអីឥឡូវហ្នឹងវារៀលដល់ឆេះដល់ផ្ទះឥឡូវគេអ្នកចិត្តខាងគេមើងងាយគេអីយើងអត់អាចការពារផ្ទះអត់អាចការពារក្រុមសុខគ្រួសារអត់អាចការពារកិត្តិយសអីបានយើងត្រូវពង្រឹងស្មារតីយើងឡើងវិញកំហុសខុសឆ្គងទាំងអស់ដែលកើតឡើងមកហ្នឹងគឺដោយសារអាណាព្យាបាលកជើធ្លុះឬក៏អត់មានមយាទត្រឹមត្រូវវាធ្វើឲ្យកូននឹងផ្ទះសម្បែងឆេះខ្ទេចខ្ទីអស់ប៉ុន្តែស្ដារពីពេលហ្នឹងទៅគឺយើងត្រូវរៀនពីបទពិសោធន៍ហ្នឹងអត់ខុសឆ្គងអីទេបើយើងដឹងកំហុសហ្នឹងកំពុងតែបញ្ហាអ្វីដែលកម្ពុជាកំពុងតែធ្វើនេះតកតងនឹងស្មារតីការដាស់ស្មារតីនេះខ្ញុំអានខ្លឹមសារបន្តិចព្រោះអីកម្មវិធីដាស់ស្មារតីរបស់លោកហ៊ុនម៉ាណីនេះគឺយើងគាត់ប្រើឃ្លាមួយគាត់ថាយើងត្រូវចងចាំត្រូវតាំងចិត្តនឹងធ្វើឲ្យទាល់តែបានខ្មែរអាចធ្វើបានតើខ្មែរអាចធ្វើអីបានគាត់ថាគាត់ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគាត់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាថែរក្សាឲ្យបាននិងពង្រឹងនូវស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់ជាតិកម្ពុជាដោយត្រូវចងចាំនៅអ្វីដែលជាមេរៀនប្រវត្តិសាស្ត្រដើម្បីប្រែក្លាយឲ្យទៅជាការតាំងចិត្តនិងធ្វើឲ្យទាល់តែបានលោកក៏បានមានប្រសាសន៍បន្ថែមទៀតតកតងនឹងការថែរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងសង្គមជាតិយើងពិតជារឹងមាំត្រូវការថែរក្សាទុកតម្កល់ឲ្យខ្ពស់គឺការកសាងស្មារតីនេះឲ្យជាប្រចាំយើងត្រូវតែការពារថែរក្សាដោយខ្លួនឯងនិងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំផងដែលត្រូវខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យនិងគ្រប់ពេលវេលាឲ្យប្រកបណាស់វាជាបេសកកម្មរបស់យើងរៀងៗខ្លួនដើម្បីសង្គមជាតិអ្វីដែលគួរឲ្យកត់សម្គាល់គឺកម្មវិធីដាស់ស្មារតីនេះគឺផ្ដោតខ្លាំងទៅលើខ្មែររួបរวมខ្មែរខ្លាំងផ្ដោតទៅលើការផ្សះផ្សាជាតិផ្ដោតទៅលើការបង្រួបបង្រួមជាតិផ្ដោតទៅលើការសាមគ្គីជាតិផ្ដោតទៅលើការមិនយកខ្មែរណាទៅជាសត្រូវបើយើងស្ដាប់ន័យនេះអញ្ចឹងណាហើយរឿងនេះមិនមែនតែលោកហ៊ុនម៉ាណីទេគឺលោកហ៊ុនម៉ាណែតដែលជាបងប្រុសរបស់លោកហ៊ុនម៉ាណីហ្នឹងក៏បានថ្លែងសារតកតងនឹងការគ្រប់គ្រងស្មារតីនេះដែរគាត់បង្ហោះសារលើបណ្ដាញសង្គមរបស់គាត់គឺគាត់ថាការដែលរៀបចំពិធីដាស់ស្មារតីជាតិនេះគឺជាការបង្ហាញនៅការចងចាំនៅបទពិសោធន៍ព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាឆ្លងកាត់ពីអតីតកាលជាពិសេសក្នុងឆ្នាំ2025កន្លងទៅដែលជាភាពឈឺចាប់ការលំបាកនិងភាពអយុត្តិធម៌ដើម្បីប្រែក្លាយអតីតកាលទាំងនោះឲ្យទៅជាកម្លាំងសាមគ្គីភាពនិងឯកភាពជាតិមហាគ្រួសារខ្មែរសម្រាប់ពង្រឹងខ្លួននិងការពារសុខសន្តិភាពជាតិឲ្យបានរឹងមាំជានិច្ចយើងស្ដាប់ទៅបងប្អូនគឺយើងរំភើបព្រោះអីថ្នាក់ដឹកនាំកម្ពុជាគិតត្រូវនៅក្នុងការផ្លូវក្នុងការស្រឡាញ់ជាតិពង្រឹងសាមគ្គីជាតិដែលយើងគិតថាមានភ័ព្វវាសនាណាប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកមានបងប្អូនរបស់គ្រួសារតកូលហ៊ុនទាំងអស់សុទ្ធតែគិតត្រូវទាំងអស់បងប្អូនអាការដែលយើងដាស់ស្មារតីជាតិនេះអត់ចាំបាច់ធ្វើព្រឹត្តិការណ៍ទេបងប្អូនបើសិនជាយើងចង់ដាស់ស្មារតីជាតិយើងឲ្យរឹងមាំបងប្អូនទៅស្ដាប់ចម្រៀងរបស់លោកសាស្ត្រាចារ្យនួនកនសាស្ត្រាចារ្យនួនកនសរសេរបទចម្រៀងនិងនិពន្ធបទចម្រៀងមួយដ៏មានអត្ថន័យជ្រាលជ្រៅលើសអាព្រឹត្តិការណ៍ដាស់ស្មារតីនេះ100ដងហើយចម្រៀងនេះនៅតែដក់នៅក្នុងដួងចិត្តក្រអៅបេះដូងរបស់កម្ពុជាគ្រប់ចំនួនបើយើងយកចិត្តទុកដាក់ពិតជាចង់ធ្វើតាមការដាស់ស្មារតីនឹងមែនព្រោះសាស្ត្រានួនកននិពន្ធបទចម្រៀងមួយដែលមានចំណងជើងថាសាវតាខ្មែរ
bà mẹn pung sai và đa khmai thế nó chùm riêng ní cứ mình mẹn miên chùm nón chương pung sai và đa khmai thế cứ miên chùm nón chương tha sa và đa khmai bắt sa và đa khmai ní cứ lốp trong này dây tha khmai ơi chỗ chăm chạy thả tam sa và đa chiết camera cứ pung put càng ấy chẳng từ ao dương chăm bằng pia rồi giờ thoa vặt thoa bờ tây dương thoa càng là bay đó mà chăm bộ pia cái cao nhập nhanh tăng sao là bạ đần tây vặt thoa ca ấp rôm sắc xa thì ca sao là thoa cái riêng sâu tam dương cái ao đầm lại dương có con tay đại xa tại dương phịch luôn thua ao dương rồi li rồi lót rồi con tay lục bàn prap thay dương từng ao kia trừ đập xa và đá ao dương tăng chất ở một muông khăng xa chỉ thay đầm bay đa co sang ở chiết ní bàn rong rương đôi sầm máy mà hà là co rồi co bộc bẹ bờ đồn tài dương đại chia sầm máy đỏ cha làm vinh hay thông bằng phật cứ xa mà kia chiết khmai chiết lông mùi tai chùm riêng rồi boss sastra nun con ní ấp châu lực không sạch tệ sắm pan chỉ nhẹ smart ở đây khmai mình tích sót thế đầm bay ở dương non kia bằng card practical đa smart ở đây chiết thay ní có dạng định mà đây chẳngสรุป cái đây máu cứ cả đắt mà ở đây chuyện này cứ chia pratika lõ hai để điệp chạm còn tay chia pratika bẩn lấp pratika mùi sen tiết đầm bay ở khmai truy chặtได้กับtay truy chặtในក្នុងន័យថាវា after effect គឺក្រោយព្រឹត្តិការណ៍ដែលកើតឡើងហើយបានន័យថាយើងអត់ដែលធ្វើយុទ្ធនាការព្យាបាលសំទោសយើងយកវិធីព្យាបាលប្រសើរជាងការការពារណាបងប្អូនមិនធ្វើអញ្ចឹងទេយុទ្ធសាស្ត្រនៅក្នុងការពារថែទាំសុខភាពក៏ដោយគេថាការពារប្រសើរជាងព្យាបាលមុននឹងយើងធ្លាក់ខ្លួនឈឺគឺយើងត្រូវហាត់ប្រាណយើងត្រូវទទួលទានអាហារឲ្យបានទៀងទាត់យើងត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យើងត្រូវហូបកុំឲ្យប្រៃខ្លាំងកុំឲ្យផ្អែមខ្លាំងកុំឲ្យអីអញ្ចឹងឲ្យវាល្មមដើម្បីឲ្យមានតុល្យភាពរាងកាយយើងមានសុខភាពល្អគឺជាការបង្ការជាការការពារតែយើងធ្លាក់ខ្លួនឈឺហើយចាប់ផ្ដើមព្យាបាលអាហ្នឹងគឺយើងដល់ពេលគោរួចបានធ្វើលបងតើការដាស់ស្មារតីនេះគឺជាការដែលទើបតែភ្ញាក់ដឹងនៅពេលនេះឬក៏យើងដឹងពីពេលមុនហើយតែអត់ព្រមធ្វើហើយយើងខំមកពេលណាក៏ដឹងក៏ពេលណាក៏យកចម្រៀងរបស់សាស្ត្រាចារ្យនួនកននេះយកមកចាក់ដែរប៉ុន្តែចាក់ហើយច្រៀងនេះគឺគ្រាន់តែជាការបន្លប់តែប៉ុណ្ណោះយើងអត់ដែលធ្វើតាមទេហើយខ្ញុំនិយាយហេតុអីបានជាយើងអត់ធ្វើតាមហេតុអីបានជាមានព្រឹត្តិការណ៍ដាស់ស្មារតីដែលធ្វើឲ្យនិស្សិតបញ្ញវន្តឬក៏កូនសិស្សនឹងកោះមកហៅដើម្បីសម្ដែងរាប់ថ្ងៃដើម្បីសម្ដែងយំការយំនេះណាអត់ចាំបាច់សម្ដែងទេបងប្អូនគឺត្រូវតែយំចេញពីបេះដូងហើយមិនចាំបាច់កែនមនុស្សមកយំដើម្បីសម្ដែងទេវាអាក្រក់មើលតែខ្ញុំមិនទៅជាតូមនិញអីទេរៀបចំល្អប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាសពថ្ងៃធ្វើឲ្យលើសពីការចងចាំនិងដាស់ស្មារតីបានន័យថាពេលនេះអ្វីដែលជាការដាស់ស្មារតីខ្មែរគ្រប់រូបឲ្យចងចាំគឺត្រូវចាំថាយើងមិនអាចនឹងតតាំងជាមួយថៃឈ្នះថៃនៅក្នុងការធ្វើដោយអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើទេអាហ្នឹងត្រូវចងចាំគ្រប់គ្នាបើយើងធ្វើដោយអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើហើយមិនលើកទឹកចិត្តឲ្យរដ្ឋាភិបាលដូរយុទ្ធសាស្ត្រធ្វើដើម្បីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិទេគឺយើងកំពុងលុះក្រោមឥទ្ធិពលក្នុងការប្រឡប់ព្រឹត្តិការណ៍ហើយគឺបោកប្រាស់យើងឲ្យជឿថាស្មារតីនេះគឺជាការដាស់ឲ្យយើងអាណិតអាសូររដ្ឋាភិបាលណាស់ព្រោះយើងជាជនរងគ្រោះណារដ្ឋាភិបាលធ្វើខ្លួនថាសប្តាហ៍ហ្នឹងយើងជាជនរងគ្រោះដោយការឈ្លានពានរបស់ថៃជាការពិតមែនហើយខ្ញុំអត់មានទុកថៃមួយម៉ាត់ណាទេគឺត្រូវកលទោសថៃឲ្យថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាស្លាប់ទាហានខ្មែររាប់សិបនាក់ស្លាប់ប្រជាពលរដ្ឋស៊ីវិលធ្វើឲ្យប្រជាពលរដ្ឋខ្មែរលហេមលហាមរត់ប្រះអាយុតាក់តងនឹងការដែលជលៀសប្រជាពលរដ្ឋជនភៀសសឹក6សែនអ្នកជាងលក្ខណៈណាឥឡូវបាត់ដីបាត់ធ្លីខ្លោចផ្សារបាត់ចំណូលបាត់អីព្រំដែនបាត់ប្រជាពលរដ្ឋឆ្លោះគ្នាពាក់ឯការទំនិញគ្នាទៅវិញទៅមកធ្វើឲ្យជាតិសាសន៍នេះគឺជាសត្រូវនឹងគ្នានេះគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតគួរតែថ្កោលទោសដាច់ខាតអត់មានត្រូវចាំភ្លេចទេគឺត្រូវតែថ្កោលទោសថៃក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងក៏យើងកុំភ្លេចថាតើអ្នកណាដែលជាអ្នកនាំអាចលេងភ្លើងចង្កូសពីដើមឡើយអ្នកណាដែលនាំគ្នាលេងភ្លើងចង្កូសនៅផ្ទះស្បូវរហូតដល់ឆេះផ្ទះទីអស់នេះគឺយើងត្រូវមើលអាហ្នឹងហើយបើសិនជាជ្រុលជាមើលអញ្ចឹងហើយគឺបើយើងមិនយកទោសអូសដំណើររដ្ឋាភិបាលក៏ហីចោះ
ម៉ែឪយើងក៏ហីចោះអហោសិកម្មឲ្យគាត់ប៉ុន្តែត្រូវដាស់ស្មារតីយើងគ្រប់គ្នាថាត្រូវដូររបៀបធ្វើការហើយអត់ធ្វើដដែលទេឈឺចាប់ហើយប៉ុន្តែត្រូវតាំងចិត្តដឹងគេដើម្បីទាអារបស់ដែលខូចខាតតាមផ្លូវច្បាប់អន្តរជាតិហើយត្រូវតាំងអាស្មារតីនេះពិធីដាស់ស្មារតីជាតិនេះឲ្យដាស់ស្មារតីខ្មែរគ្រប់គ្នាថារដ្ឋាភិបាលអត់ទាន់ធ្វើគ្រប់គ្រាន់ទេហើយកុំប្រឡប់ត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រឡប់នេះគឺដើម្បីឲ្យប្រជាពលរដ្ឋឈឺចាប់យំស្អប់ថៃត្រូវហើយឲ្យស្អប់ចោះកុំស្អប់ជនជាតិគេស្អប់មេដឹកនាំយោធាស្អប់មេដឹកនាំនយោបាយដែលបំផ្លាញដែលធ្វើឲ្យបែកបាក់សាមគ្គីជាតិរវាងប្រទេសទាំងសងខាងអីអញ្ចឹងស្អប់ហើយស្អប់អ្នកនយោបាយខ្មែរផងកុំឲ្យតែនាំគ្នាស្អប់តែម្ខាងព្រោះយើងវាមិនដែលផ្ទះដៃម្ខាងលឺទេរំតាំងហ្គោគឺអត់មានរំម្នាក់ឯងរំការទេខ្ញុំមិនបន្ទោសកម្ពុជាទេប៉ុន្តែខ្ញុំបន្ទោសរបៀបដឹកនាំដែលធ្វើឲ្យយើងបែកបាក់គ្នាយើងខ្សោយដល់ទៅពេលគេឈ្លានពានយើងទប់គេអត់បានហើយយើងចាញ់ច្រាបគេយើងចរចាគេយើងសុកចិត្តសញ្ញេឲ្យគេនៅកន្លែងណាកន្លែងហ្នឹងគឺយើងបាត់អធិបតេយ្យយើងបាត់ភាពថ្លៃថ្នូរយើងបាត់កិត្យានុភាពជាតិយើងបាត់ជំហរម្ចាស់ការរបស់ជាតិយើងបាត់រឿងគ្រប់យ៉ាងហើយសំខាន់បំផុតគឺអាបាត់អស់ហ្នឹងវារឿងមួយប៉ុន្តែរឿងខ្មែរយើងបែកបាក់យើងអត់បានផ្សព្វផ្សាយតើកន្លែងណាទៅដាស់ស្មារតីជាតិឲ្យផ្សះផ្សានៅពេលដែលដោះលែងលោកកឹមសុខាឲ្យចេញពីពន្ធនាគារសំទោសជាប់គុកនៅក្នុងផ្ទះគ្រាន់តែផ្ដល់សិទ្ធិនយោបាយឲ្យគាត់ធ្វើនយោបាយពេញលេញជាប្រជាពលរដ្ឋសាមញ្ញដែលមានសិទ្ធិបោះឆ្នោតមានសិទ្ធិចូលឈ្មោះបោះឆ្នោតមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយក្នុងនាមជាខ្មែរយើងធ្វើអត់បានផងហ្នឹងតែយើងមានស្អីដែលយើងថាផ្សះផ្សាជាតិកើតនោះចោះអ្នកទោសនយោបាយប្រមាណអ្នកដែលនៅក្នុងជាប់ពន្ធនាគារដែល104នាក់ហើយយើងអត់ដែលបានអនុគ្រោះថ្ងៃនេះមានលោកកកកំភាដែលជាអតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណៈបកសង្គ្រោះជាតិចេញពីពន្ធនាគារក្រោយជាប់គ្រប់6ឆ្នាំគ្មានផុតមួយនាទីណាទេគឺ6ឆ្នាំជាប់គុកអត់មានបានផុតចង់និយាយថាអត់មានលើកលែងសំបីតែ1នាទីទេនឹងខ្មែរគ្នាឯងហើយកំហុសគាត់ខុសអីគេស្វាគមន៍ដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីដែលចង់វិលចូលទៅស្រុកខ្មែរវិញស្វាគមន៍មេដឹកនាំរបស់គាត់ដំណើរមាតុភូមិនិវត្តកាលពីខែវិច្ឆិកាឆ្នាំ2019ក្នុងការចូលទៅស្រុកខ្មែរវិញដែលតាមពិតលោកហ៊ុនសែននឹងប្រកាសប្រាប់ថាចូលមកក៏បានដែរចូលតាមច្រកណាក៏បានដែរគឺស្វាគមន៍គឺមិនខ្លាចទេចូលមកព្រៃសររងចាំទទួលក៏ប៉ុន្តែនៅពេលដែលលោកសំរងស៊ីប្រកាសថាចូលមកទៅបិទជើងយន្តហោះទាំងអស់មិនឲ្យចូលស្រុកខ្មែរហើយទៅអ្នកដែលហែហមលោកសំរងស៊ីស្វាគមន៍ឲ្យចូលមកចាប់គេដាក់គុកទៀតហើយដាក់គុកធ្វើដូចទោសក្បត់ជាតិអី10-20ជំនាន់អញ្ចឹងអត់មានបាត់មួយថ្ងៃសោះហើយរហូតតតែ6ឆ្នាំទៅចេញថ្ងៃនេះទៅថ្ងៃជប់ថ្ងៃ29ខែមេសាឧសភានេះគឺគ្រប់6ឆ្នាំលោកកកកំភាជាប់គុកជាមួយនឹងសកម្មជនគណៈបកសង្គ្រោះជាតិជាច្រើនទៀត6ឆ្នាំដោយសារតែគ្រាន់តែស្វាគមន៍លោកសំរងស៊ីវិលចូលមកកម្ពុជាវិញដែលលោកហ៊ុនសែនខ្លួនលោកក៏បានប្រាប់ថាចូលមកចាប់ដាក់ព្រៃសរចាប់មកឲ្យលោកសំរងស៊ីចូលមកចាប់គាត់ដាក់ព្រៃសរហេតុអីបានទៅចាប់យកកំភ្លើងយកអាវុធអីយកទៅដាក់ព្រំដែនបើលោកសំរងស៊ីនិយាយពីសុទ្ធតែត្រៀមបេអីដើម្បីការពារកុំឲ្យចូលដីខ្មែរបានដែលជាខ្មែរសោះយើងនាំគ្នាបំបែកយើងនាំគ្នាធ្វើមិនកំតិចគ្នាហើយទៅចាប់គ្នាអ្នកគ្រប់ត្រដាក់គុកអស់នេះឬស្មារតីផ្សះផ្សាជាតិអូនេះឬស្មារតីសាមគ្គីជាតិនេះឬស្មារតីខ្មែរតែមួយអាហ្នឹងឯងខ្ញុំចង់និយាយថាផ្ទះយើងនាំគ្នាលេងចគុះយូរហើយដល់ពេលហើយយើងមកប្រាប់ថាដាស់ស្មារតីយើងថាយើងអាចធ្វើបានបើយើងធ្វើបានសាមគ្គីខ្មែរគឺយើងធ្វើបានដោយដោះលែងលោកកឹមសុខាឲ្យគាត់មានសិទ្ធិធ្វើនយោបាយវិញអាហ្នឹងជាចំណុចចាប់ផ្ដើមដ៏ធំប៉ុន្តែជាការគួរឲ្យខកចិត្តមែនតើដោះលែងលោកកឹមសុខាឲ្យនៅក្រៅគុកហើយអត់ឲ្យធ្វើអីទាំងអស់ឲ្យលោកពាក់ស្បង់ចៃវរអត់ឲ្យសូត្រធម៌អត់ឲ្យបិណ្ឌបាតអត់ឲ្យចយន្តោអត់ឲ្យរៀនធម៌អាបាលីឬក៏ទេសនាអីទាំងអស់គ្រាន់តែពាក់ស្បង់ចៃវរឲ្យនៅលំអវត្តចឹងទៅតើវាដូចជាការសម្លាប់មនុស្សគ្រប់បែបយ៉ាងហ្នឹងគឺសិទ្ធិសេរីភាពអាហ្នឹងឬក៏ជាការដែលផ្សះផ្សាជាតិឥឡូវសកម្មជននៅសល់ប្រហែលអ្នក154អ្នកទៀតអត់ឃើញចេញមកទេអញ្ចឹងហើយបានជាអង្គការសហប្រជាជាតិសំទោសអង្គការលើកលែងទោសអន្តរជាតិឬក៏អង្គការសង្គមស៊ីវិលអីគេនាំគ្នាថ្កោលទោសថ្ងៃនេះ
បណ្ដុំអង្គការ3ទៀតបងប្អូនជាអង្គការអន្តរជាតិគេទាមទារឲ្យយើងដោះលែងអ្នកទោសមនសិការឲ្យអស់តើយើងមើលឃើញកំពុងតែយករឿងលោកកម្មសុខាហ្នឹងយើងថាបានបងបានអីទេគេសាតលុយប្រយ័ត្នប្រយែងអីក៏ដោយហ្នឹងគឺគេថាវិជ្ជមានអីខ្លះប៉ុន្តែនៅតែហាមឃាត់សិទ្ធិនយោបាយលោកកម្មសុខាយើងផ្សះផ្សាគ្នាយ៉ាងម៉េចខ្ញុំកំពុងតែស្ងប់ឆ្ងល់ហើយឥឡូវអ្នកទោសនយោបាយទាំងអស់នៅជាប់គុកទាំងអស់កញ្ញាសេងធីរីចលនាមេដាធម្មជាតិទាំង5នាក់ស្រុនស្រនសុភាគឺខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគ្នានៅជាប់គុកគ្មានលហើយឥឡូវថ្ងៃនេះគឺអង្គការ3រួមគ្នាគឺអង្គការ Civicus នេះគឺជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយនឹង Forum Asia វេទិកាអាស៊ីនិងអង្គការ Frontline Defenders គឺអង្គការការពារសិទ្ធិមនុស្សFrontline Defenders នឹងរួមគ្នាចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនមេដាធម្មជាតិទាំង5នាក់គឺមានភួនកែវរស្មីលីចន្ទរាវុធឡុងកុនធាយឹមលៀងហ៊ីហើយនឹងថនរដ្ឋាហើយឥឡូវមកមាត់ជាតិយើងយ៉ាងម៉េចនៅពេលអង្គការអន្តរជាតិអញ្ចឹងគេស្រែកពេញពិភពលោកឥឡូវយើងថាដោះលែងលោកកម្មសុខាថាដូចជាមានចង់អួតប្រាប់អន្តរជាតិថាយើងផ្សះផ្សាចុះអ្នកទាំង5នាក់នេះទីគាត់ខុសអីកំហុសឆ្គងរបស់គាត់គឺស្រឡាញ់បរិស្ថានការពារបរិស្ថានហើយរដ្ឋាភិបាលចាប់គាត់ដាក់គុកព្រោះអីការពារបរិស្ថាននឹងមិនបានយ៉ាងហោចណាស់ក៏ក្តិចបិទសម្លេងទៅព្រោះយើងដោះស្រាយបញ្ហាមិនបានកុំឲ្យស្រែកឮពេកខ្លាចតែលោបំផ្លាញទៀតអត់បានច្រើនហើយអញ្ចឹងក្បត់ជាតិដែរអ្នកដែលក្បត់ជាតិក្បត់ប្រទេសយើងគឺអ្នកនៅគ្រប់គ្រងប្រទេសអ្នកដែលឲ្យបរិស្ថានអីហ្នឹងលលាយខ្សលអីមាសរ៉ែធនធានធម្មជាតិអីបឹងតមុកអីដែលលុបមកហ្នឹងហើយយកទៅចែកដីគ្នាតាមក្រុមគ្រួសារបពពួកហ្នឹងគឺគ្នាស្រែកហ្នឹងដើម្បីអីទុកអាទ្របហ្នឹងសម្រាប់កូនចៅជំនាន់ក្រោយហើយតែយើងដល់ចង់បំផ្លាញអាហ្នឹងឲ្យអស់ចែកគ្នាកូនចៅខ្លួនឯងជំនាន់នេះឲ្យអស់ធ្វើឲ្យគ្នាខ្លាយទៅជាជនក្បត់ជាតិជនសំគំនិតក្បត់ឬក៏ញុះញង់ឲ្យមានអំពើហិង្សាអីណាសម្ដាប់ធ្នាប់សង្គមរឿងជាតិអញ្ចឹងហើយអញ្ចឹងដាក់គ្នាយូរឆ្នាំទៅទៀតអត់ដោះលែងឥឡូវដល់ពេលគេលើកឡើងអញ្ចឹងតើមុខមាត់ជាតិនៅណាអញ្ចឹងអស់លោកមើលកន្លែងហ្នឹងបើសិនជាមានបំណងស្នេហាជាតិឬក៏ចង់ផ្សះផ្សាជាតិឲ្យដាស់ស្មារតីជាតិមែនណាសូមឲ្យដាស់ខ្លួនឯងកុំដាស់ប្រជាពលរដ្ឋអីដាស់ខ្លួនឯងវិញខ្ញុំជឿថាប្រជាពលរដ្ឋលោកដឹងហើយលោកភ្ញាក់រលឹកគ្រប់តែគ្នាហ្នឹងក៏គ្នាមិនហ៊ាននិយាយគ្នាមិនហ៊ានថាព្រោះងើបមួយវាយមួយមិនដាស់ទេទៅសួរប្រជាពលរដ្ឋគ្រប់ផ្ទះទៅនៅណាក៏គេដឹងថាយើងធ្វើមិនត្រូវដែរគាត់ថាគ្នាអត់ហ៊ាននិយាយព្រោះនិយាយទៅចាប់គេដាក់គុកអញ្ចឹងទៅដាស់ស្មារតីប្រជាពលរដ្ឋនិស្សិតបញ្ញវន្តហ្នឹងធ្វើអីគេដឹងអស់ហើយថាយើងធ្វើអត់ត្រូវទេសំខាន់គឺដាស់ស្មារតីរបស់ថ្នាក់ដឹកនាំនេះឲ្យឈប់អាស្មិមានះឈប់បំផ្លាញខ្មែរគ្នាឯងឈប់វាយមួយងើបមួយឈប់បំផ្លាញគណៈបកនេះឈប់បំផ្លាញគណៈបកនោះហើយដាស់ស្មារតីយើងឲ្យស្ដារសិទ្ធិមនុស្សឡើងវិញរៀបចំការបោះឆ្នោតឲ្យសេរីត្រឹមត្រូវនិងយុត្តិធម៌ប្រព័ន្ធតុលាការឲ្យឯករាជ្យប្រព័ន្ធផ្សព្វផ្សាយឲ្យឯករាជ្យអង្គការសង្គមស៊ីវិលមានសិទ្ធិសេរីភាពគ្រប់គ្រាន់ប្រជាពលរដ្ឋអាចបញ្ចេញមតិដោយមិនចាប់អ្នកនេះដាក់គុកគ្រប់តែរឿងហើយអញ្ចឹងទៅលាក់នឹងលាក់ស្ដារប្រព័ន្ធពុករលួយស្អីលាក់នឹងលាក់ហ្នឹងទៅយើងទាំងអស់នេះយើងគួរដាស់ស្មារតីខ្លួនឯងកុំដាស់ស្មារតីប្រជាពលរដ្ឋអីព្រោះប្រជាពលរដ្ឋគ្នាចាំតែតាមយើងតែយើងវាអត់ធ្វើកូននៅសាពះម៉ែឪថាម៉ែឲ្យកុំលេងជគូសអីម៉ែឪថាអត់ទេលេងនាំគ្នាលេងទៅហើយកូនដឹងច្បាស់ណាស់ថាលេងជគូសឆេះឲ្យផ្ទះហ្នឹងម៉ែព្រោះអីអាកូនទាំងអស់គ្នាហ្នឹងតែបាញ់ចុះបាញ់ឡើងឪម៉ែថាអត់អីទៅឪលេងដែរម៉ែលេងដែរលេងឲ្យសុបាយទាំងអស់គ្នាតែអញ្ចឹងកូនហ្នឹងអត់ដឹងមែនដឹងម៉ែឪហ្នឹងក៏ដឹងដែរប៉ុន្តែយកអាវិធីលេងជគូសនៅក្នុងផ្ទះហ្នឹងឲ្យឆេះហើយឥឡូវមកដាស់សតិប្រាប់កូនវិញថាកូនទាំងអស់គ្នាកុំលេងជគូសអីវានាំឆេះផ្ទះតែផ្ទះឆេះអស់លេងហើយហ្នឹងដូច្នេះយើងត្រូវដាស់ខ្លួនឯងទេជាថ្នាក់ដឹកនាំមួយថ្ងៃត្រូវទំទិញខ្លួនឯងថាតើយើងបានធ្វើអីកែប្រែកែតម្រង់អីអញ្ចឹងទៅហើយបើកែឲ្យស្មោះត្រង់កុំកែរបៀបពុតត្បត់ដោយរឿងករណីលោកកម្មសខានឹងពុតត្បត់សុតសាតដោះលែងគាត់ឲ្យចេញមកនៅក្រៅឃុំហើយស្មានតែឲ្យប្រជាពលរដ្ឋនឹងត្រេកអរគឺជាចេតនានយោបាយបំផ្លាញគណៈបកនេះទៀតធ្វើឲ្យក្រុមលោកកម្មសខានិងក្រុមលោកសំរងស៊ីនឹងមើលមុខគ្នាមិនត្រង់ឥឡូវឆ្លោះគ្នាផ្អើលភូមិទៀតវាដូចជាបំបែកឲ្យខ្ទេចខ្ទីព្រោះវាអត់គេហៅថាវាអត់ជ្រះថ្លាតាមសទ្ធា
ដែលយើងធ្វើហ្នឹងគឺធ្វើហុចបោះសំណោះដៃដូចឲ្យទៅហ្នឹងគឺដូចរៀងចង់យកមកវិញអីចឹងទៅដូចថាអត់មានបើធ្វើបន់វិញយើងអត់បានបន់ទេកពុបបន់អស់ហើយធ្វើបន់បែបហ្នឹងគឺយើងដូចថាវាអត់សទ្ធាជ្រះថ្លានៅក្នុងចិត្តតែយើងធ្វើឲ្យជ្រះថ្លាម្ដងមកដោះលែងអស់ទៅអ្នកទោសមនសិការកញ្ញាសេងធារីធនរដ្ឋាឬក៏ស្អី5អ្នកនេះសឡុងកន្ធាយឹមលៀងហ៊ីភួនកែវរស្មីនិងលីចន្ទរាវុធនិងស្រុននឹងអីហ្នឹងដោះលែងគ្នាអស់មកកុំទុកហើយមិនចាំបាច់តម្រូវឲ្យគេសុំទោសទេគេមិនសុំទោសទេដោយលោកកកកំភីអីនេះបើសុំទោសមែនបាននៅក្រៅឃុំហើយមិនមែនតែជាប់គុក6ឆ្នាំទេប្រពន្ធគាត់អ្នកស្រីចន្ទថានោះគឺធ្វើបាតកម្មពេញហើយដោយទាំងកូនគាត់ណាកសវណ្ណឆៃអីណាហ្នឹងក្មេងអត់គ្រប់អាយុហ្នឹងត្រូវគេចាប់ដាក់គុកដាក់អីដោះលែងមកគ្នាកើតជំងឺ autism អីផងអូយខ្លោចផ្សារណាស់មើលទៅហ្នឹងខ្មែរគ្នាឯងហ្នឹងហើយតែយើងដាស់ស្មារតីយ៉ាងម៉េចបើយើងធ្វើឲ្យរះខ្លោចផ្សារយ៉ាងនេះតែឥឡូវអត់អីទេបើដាស់ក៏ដាស់ទៅតែខ្ញុំសូមលើកទឹកចិត្តទី1ដាស់ស្មារតីខ្មែរគ្នាឯងដែលជាថ្នាក់ដឹកនាំទី2ដាស់ស្មារតីខ្មែរគ្នាឯងជាថ្នាក់ដឹកនាំហ្នឹងឲ្យសម្រួចចិត្តប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិព្រោះអីថៃគេលុបចោលផែនទីខ្នាតលើ1-200,000បានលុបចោលឯងគេទាត់ចោលហ្មងគេលែងយកអញ្ចឹងយើងអស់អាប្លង់រឿងហ្នឹងទៀតអញ្ចឹងកុំអោបជើងថៃប្តឹងទៅបាទឥឡូវនេះគឺព័ត៌មានបន្ទាប់ដែលខ្ញុំនឹងជម្រាបជូនបងប្អូនតកតងនឹងរឿងទី2នេះខ្ញុំនិយាយពីមេ25ជានរណាថ្ងៃនេះលើមកព័ត៌មានថ្មីមួយទៀតធ្លាក់មកក្ដុកចេញមេ25ដែលអ្នកស្រីលោកស្រីជាចនាសំទោសជាចនាសំទោសលោកជាចនាខ្ញុំច្រឡំឈ្មោះតកូលហើយព្រោះដោយសារតែពេញចិត្តលោកជាចនាដែលជាសកម្មជនគណៈបកប្រឆាំងដែលស្មោះត្រង់ជួយជាតិនេះប៉ុន្តែគេចាប់ដាក់គុកឲ្យចុងក្រោយមកចេញលិខិតសំទោសឥឡូវបានរួចខ្លួនទៅនៅក្រៅឃុំអីមកស្ដាយជីវភាពនយោបាយគាត់មែនតើលេងចនាគឺអតីតអង្គញាលេងចនាគឺលោកស្រីលេងចនានេះគឺជាប់ចោទពីបទឆោបបោកឬក៏អីតកតងនឹងគម្រោងអភិវឌ្ឍដីធ្លីដីខ្យល់អីនឹងច្រើនណាឥឡូវនេះនៅពេលដែលចុងក្រោយគឺខាងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយរកឃើញថាលោកស្រីលេងចនានិងបកពួកហ្នឹងបានព្រមទទួលស្គាល់ថាបានលុយ100 លានដុល្លារគឺ96 លានដុល្លារពីមនុស្សម្នាក់ដែលជាមេខ្លោងធំឈ្មោះថាមេ25ដើម្បីយកលុយ100 លាន100 លានដុល្លារហ្នឹងយកមកធ្វើគម្រោងអភិវឌ្ឍដីធ្លីដីខ្យល់ដីអីចុងក្រោយបោកប្រាស់ប្រជាពលរដ្ឋក្តៅកាហាយពេញទឹកពេញដីអីចឹងទៅហើយរឿងនេះគឺអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយកសាងសំណុំរឿងហ្នឹងចពាក់ចពិនដូចសឡកពឹសចឹងទៅដោយសារតែនៅក្នុងនោះគឺមានឈ្មោះលេងចនាហ្នឹងហើយមានបកពួកដូចលោកច័ន្ទខិនផុនសមៀនសុទ្ធតែទទួលស្គាល់ថាបានប្រាក់ចន្លោះពី93ទៅ98 លានដុល្លារពីមេឈ្មោះ25គឺមេ25យកប្រាក់ដែលទាំងនោះទិញដីវិនិយោគផ្ដល់ការប្រាក់ឲ្យមេ25ហ្នឹងដើម្បីវិនិយោគទៀតអានេះតាមសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រយុទ្ធឆាំងអំពើពុករលួយដែលផ្សាយនៅថ្ងៃទី28ខែឧសភាឆ្នាំ2026ហ្នឹងអ្នកនាំពាក្យរបស់ក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយលោកសយច័ន្ទវិចិត្រគាត់បានជម្រាបសារព័ត៌មានក្នុងស្រុកហ្នឹងថាគេមិនអាចប្រាប់បានទេមេ25ហ្នឹងជាអ្នកណាទុកឲ្យឆ្ងល់សំទោសខ្ញុំថែមទេលោកថាគេកំពុងស៊ើបគេមិនអាចប្រាប់អញ្ចឹងយើងចាំអ៊ុតមើលទៅបងប្អូនតើមេ25ហ្នឹងជាអ្នកណាបន្តិចទៀតចាត់ចិនទៅរត់ចិនណាមួយដាក់ទៅឲ្យត្រូវហ្នឹងដកសញ្ជាតិបញ្ជូនទៅស្រុកចិនបាត់ទៀតខ្មែរយើងរួចខ្លួនទៀតវាមិនអាចទៅជាអង្គញាលីយ៉ុងផាត់កុកអានឬក៏លោកហ៊ុនតូឬក៏មនុស្សនៅក្នុងបញ្ជីនោះទេមកទៅអាចនឹងអ្នកណាមួយដែលយើងអាចដែរស្គាល់ទៀតតែយ៉ាងណាបងប្អូនយើងតាមដានតទៅទៀតយ៉ាងណាក៏កោតសរសើរខាងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដែរដែលសស្រាក់សស្រាំនៅក្នុងការចាប់មន្ត្រីទាំងអស់នេះបានដែរហើយសង្ឃឹមថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះនឹងធ្វើកិច្ចការងារដោយមិនរងក្រោបឥទ្ធិពលនយោបាយណាទេសូមឲ្យមេខ្លោងនៃអំពើឆោបបោកទាំងឡាយណាហ្នឹងគឺចេញមកគឺមិនចំពោះថាធំប៉ុណ្ណាទេប៉ុន្តែជាទូទៅនៅស្រុកខ្មែរឲ្យតែធំនឹងច្រើនតាមមិនបានជាប់គុកជាប់ច្បាប់ទេជាប់តែអាមីអាថោងនឹងឯងតែខ្ញុំជឿថាសង្ឃឹមថាអាចនឹងបាន
អ្នកនេះចឹងទៅអ្នកដែលធំខ្លះជាប់ទៅឲ្យប្រជាពលរដ្ឋបានទទួលត្រីឆ្ដោត្រីអីផ្អែមមាត់ខ្លះទៅលោកអើយហូបតែកាភ្លៀងហើយកញ្ចោះកូនក្អុកហ្នឹងវាដូចថាវាតលន់ដដែលសូមឲ្យមានត្រីទៅជាផ្ទុកត្រីរស់អីខ្លះទៅបាទតែអាត្រីរក់ត្រីរក់ទក់ត្រីរស់ហ្នឹងច្រើនតែហត់រួចរហូតនៅសល់តែកូនបាតកូនអាមីអាថោងហ្នឹងឯងតាមទម្លាប់បាទឥឡូវនេះគឺព័ត៌មានជាតិនេះគឺខ្ញុំបានជម្រាបជូនបងប្អូនច្រើនគួរសមហើយខ្ញុំចូលទៅដល់តកតងនឹងព័ត៌មានអន្តរជាតិព្រោះទៅសល់ពេលវេលាខ្លីដែរព័ត៌មានអន្តរជាតិនេះគឺផ្ដើមចេញពីតកតងនឹងរឿងថៃនិងវៀតណាមដែលគេពង្រឹងបដិញ្ញាពង្រឹងពាណិជ្ជកម្មរបស់ខ្លួនឲ្យកើនឡើងដល់$25,000 លានបងប្អូនពេលដែលលោកតូលឹមទៅជួបរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលភ្លាមគឺគេពង្រឹងពង្រីកអាចទំនាក់ទំនងទ្វេភាគីគេពីកម្រិតធម្មតាទៅដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺដូចយើងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនដែរអញ្ចឹងវៀតណាមនេះហើយនឹងថៃនេះគឺឌឺដាក់ខ្មែរយើងហ្មងឥឡូវយើងបិទទៅព្រំដែនហ្នឹងបិទឲ្យចិត្តឈឹងទៅលទ្ធផលគឺពីរអ្នកនេះគេពួតដៃគ្នាពង្រឹងអាកិច្ចប្រតិបត្តិការពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយគឺគ្រប់វិថាហេដ្ឋាចរាសម្ព័ន្ធកសិកម្មពាណិជ្ជកម្មបច្ចេកវិទ្យានិងធម្មពលអីឡាក់ទៅឲ្យបង្កើនទំហំពាណិជ្ជកម្មដល់$25,000 លានដល់តែពេលគេកើនខ្ពស់ដូច្នេះគឺរួមគ្នាផលិតដើម្បីនាំលក់ទៅស្រុកក្រៅជុំគ្នាក្នុងសង្វាក់ផលិតកម្មរួមគ្នារោងចក្ររួមគ្នារវាងថៃនិងវៀតណាមទៅលើទីផ្សារពិភពលោកហើយយើងកំពុងតែនាំគ្នាពហិការទៅព្រោះដោយសារតែយើងបិទព្រំដែននេះអញ្ចឹងឃើញវៀតណាមបលេះដៃគេទៅរួមគ្នាជាមួយថៃអត់មានជួយស្កោតទោសថៃអីបន្តិចម៉ឺនឆ្នាំកេងចំណេញពីខ្មែរឲ្យឡើងមកកណោមកដល់ម៉ោងហ្នឹងគួរតែនាំគ្នាបិទទំនិញវៀតណាមហ្នឹងលែងឲ្យចូលខ្មែរបណ្ដោយឲ្យគាត់ទៅរកស៊ីមួយថៃទៅដើម្បីឲ្យអាទីផ្សារខ្មែរយើងមូលនៅក្នុងស្រុកហ្នឹងហ្មងទៅតាមពិតគ្រាន់តែខ្មែរគ្រប់គ្រងតែផលិតផលខ្មែរក៏មិនដឹងយកទៅណាអស់ដែររាល់ថ្ងៃនេះខ្មែរយើងបើធ្វើឲ្យត្រូវអត់ចាំបាច់ទៅពឹងបរទេសស្រុកយ៉ាណាមករកស៊ីមួយខ្មែរទេយួនចិនស្អីណានោះមិនបាច់ទេទៅថៃហ្នឹងក៏មិនបាច់ដែរយកតែខ្មែរយើងអានិច្ចជនខ្មែរយើងនៅក្រៅប្រទេសជាង1លានអ្នកហ្នឹងសុទ្ធតែអ្នកមានសបញ្ញវន្តសិស្សនិស្សិតអីទាំងអស់មានលុយដើម្បីយកទៅវិនិយោគស្រុកខ្មែរយើងទៅឋានសួគ៌ប៉ុន្តែយើងធ្វើវាអត់ត្រូវធ្វើឲ្យខ្មែរយើងនៅក្រៅហ្នឹងវាបែកបាក់គ្នាពេកគ្រាន់តែលឺសូរខ្មែរចង់ខ្ពើមចង់ជួយប៉ុន្តែរបៀបដឹកនាំរដ្ឋហ្នឹងគាត់ខ្ពើមមកម្នាក់អីមានលុយឯណាទៅស្រុកខ្មែរលោកហើយទៅប្រកាច់យកអីទៅគឺឃើញតែគេកាប់ចាក់គ្នាឃើញគេហែកហួរគ្នាឃើញតែសម្លាប់គ្នាឃើញតែពុកលលួយឃើញអីចឹងគេខ្លាចទ្របគេបាត់បង់អប្រព័ន្ធសុខាភិបាលមិនដឹងនៅណាអប់រំក៏មិនដឹងនៅណាចឹងគ្នាអត់ហ៊ានទៅវាខ្លាចអប្រព័ន្ធអញ្ចឹងហើយក្នុងពេលជាមួយគ្នាខ្មែរគ្នាឯងអ្នកដែលមានលុយវិចចង់តែរត់ចោលស្រុកវាអញ្ចឹងបងប្អូនយើងណាចង់បានថានេះស្មារតីដាស់ស្មារតីនេះគឺដាស់អញ្ចឹងដាស់ប្រាប់មេដឹកនាំហ្នឹងថារៀបចំស្រុកទេសយើងឲ្យស្រួលបួលតែស្រួលបួលតែខ្មែរយើងត្រូវគ្នាគ្រប់គ្រងតែផលិតផលខ្មែរគ្នាឯងហ្នឹងក៏រស់ដែរហកនាំតែខ្មែរយើងពីក្រៅប្រទេសទៅវិញឲ្យចូលនាំគ្នាទៅស្រឡាញ់ជាតិអភិវឌ្ឍជាតិហ្នឹងក៏រស់អត់ចាំបាច់ពឹងបរទេសណាទេប៉ុន្តែយើងធ្វើឲ្យដៅកាហាយខ្មែរគ្នាឯងក្នុងស្រុកក៏នៅអត់បានរត់ចែកជើងគ្នាអ្នកមានហ្នឹងគឺបិទសាប៊ូរហតែអ្នកនេះការអ្នកនោះការដើម្បីបានមកនៅអាមេរិកអូស្ត្រាលីកាណាដាអីអញ្ចឹងរហតែយកទ្រព្យហ្នឹងរត់ចោលស្រុកដែរហើយអ្នកនៅខាងក្រៅមានទ្រព្យអត់ហ៊ានទៅទេខ្លាចខូចអាទ្រព្យហ្នឹងហើយអាវប្បធម៌នយោបាយស្មោកគ្រោកហ្នឹងចូលទៅជួយគ្នាអត់បាននេះស្មារតីជាតិហ្នឹងត្រូវដោះខាត់អាហ្នឹងដើម្បីឲ្យយើងហ្នឹងស្រឡាញ់គ្នាយើងធ្វើអត់បាននៅតែអង្គុយធ្វើអានយោបាយប្រជាពិធដាស់ស្មារតីតែអត់ព្រមធ្វើហើយនៅតែក្រាញអំណាចតែក្រុមបកពួកគ្នាឯងហ្នឹងអញ្ចឹងអ្នកណាងើបមួយវាយមួយអ្នកណាចាប់គេដាក់គុកអស់គេពីក្រៅគេមើលមកគេព្រឺសវល់សំបីតែខ្មែរយើងនៅក្រៅប្រទេសបងប្អូនដើរសួរខ្ញុំនៅអាមេរិកនេះ10ឆ្នាំជាងមិនទាន់10ឆ្នាំទេ2014ដល់ឥឡូវ8 9ឆ្នាំហើយ12ឆ្នាំហើយបងប្អូនមិនលេងសើចទេអូយច្រើនលឿនមែនតើសួរបងប្អូននៅក្រៅប្រទេសទៅ100នាក់យ៉ាងច្រើនមានមួយទេចង់វិលទៅស្រុកខ្មែរទៅរកស៊ីនៅស្រុកខ្មែរហើយមួយហ្នឹងតលតែប្រឡំចូលជាមួយគណៈបកប្រជាជនទៀត
បើថៃនៅក្នុងគណៈបពប្រឆាំងអីហ្នឹងអត់ដែលចង់ទៅរកស៊ីនៅស្រុកខ្មែរទៅគេនឹងចូលគេមិនចោះឬក៏វាដូចទឹកនឹងប្រេងអញ្ចឹងណាអានេះហើយដែលធ្វើឲ្យយើងបាត់ប្រយោជន៍ខ្មែរសាមគ្គីខ្មែរអត់បានហើយពេលហ្នឹងគឺជាពេលដែលយើងត្រូវដូរអាល្បិតនៃការដឹកនាំប្រទេសឲ្យខ្មែរស្រឡាញ់គ្នាហើយឲ្យខ្មែរនឹងភ្ញាក់ស្មារតីមេដឹកនាំទាំងអស់ហ្នឹងឲ្យដឹងថាយើងបំផ្លាញជាតិនេះខ្ទេចខ្ទីអស់ហើយម៉ោងនេះអាហោសិកម្មទៅខ្មែរយើងឆាប់អាហោសិកម្មតាអានឹងគ្រោះសុំទោសទៅទទួលខុសត្រូវទៅថាខ្ញុំខុសហើយតោះឥឡូវយើងរួមគ្នាទាំងអស់តោះស្រឡាញ់ខ្មែរទៅគណៈបកនយោបាយណាយើងមករួមគ្នាទៅអ្នកណាធ្វើបានប្រមាណជួយគ្នាទៅដើម្បីយើងបោកអន្តរជាតិដែរបោកបានណាបងប្អូនអន្តរជាតិនេះណាស្រួលបោកណាបើសិនជាយើងធ្វើត្រូវគ្នាទៅណាលោកកឹមសុខាមានសិទ្ធិសេរីភាពពេញទំហឹងដើម្បីឈរឈ្មោះបោះឆ្នោតបានទៅកុំខាត់សិទ្ធិសេរីភាពនយោបាយគាត់ឲ្យបើកបកនយោបាយទៅលោកសំរងស៊ីអ្នកស្រីមូសុហួរសកម្មជនគណៈបកសង្គ្រោះជាតិដទៃទៀតដែលហាមខាត់សិទ្ធិនយោបាយឬយកទុកបុកម្នេញគេចូលមកអស់មកក្នុងស្រុកមកហើយអ្នកដែលជាប់គុកនឹងដោះលែងឲ្យអស់ខ្ញុំជឿថាបរិយាកាសនេះគឺនឹងប្រែពណ៌ប្រែមុខកម្ពុជា180ដឺក្រេមិនបាច់ចាំធ្វើពិធីដាក់ស្មារតីខ្មោចយកនឹងស្អីទេគឺទៅឯងតែម្ដងគឺប្រជាពលរដ្ឋភ្ញាក់រលឹកខ្លួនឯងតែយើងអត់នៅតែប្រឡប់ចឹងចេះឲ្យប្រជាពលរដ្ឋឈឺចាប់នាំគ្នាទៅរៀនហាត់សមសំដែងធ្វើយំស្រក់ទឹកភ្នែកសស័កខ្ញុំអាណិតណាបងប្អូនប្រជាពលរដ្ឋខំប្រឹងប៉ុន្តែយំហ្នឹងមែនតែនៅក្នុងទ្រូងហ្នឹងមិនមែនយំនឹងឈឺចាប់នឹងដោយការថៃឈ្លានពាននឹងហ្មងនេះយំនឹងឈឺចាប់នឹងហេតុអីបានជាយើងអន់ដល់ថ្នាក់នេះមិនបានអញ្ចឹងខ្មែរយើងធ្លាប់តែខ្លាំងហេតុអីឲ្យគេជិះជាន់យើងបានគេធ្វើអីស្រេចចិត្តយើងតដៃគេអត់បានយើងអត់មានសពាវុធយើងអត់មានតបខ្លាំងយើងអត់មានអីយើងបែកបាក់គ្នាយំចេះទេខ្ញុំជឿថាមិនមែនយំរឿងតែគេយករបស់យើងអាគេយករបស់យើងកុំបន្ទោសគេបងប្អូនគេខ្លាំងកុំបន្ទោសគេមកពីយើងខ្សោយតែប៉ុណ្្នឹងឯងហ្នឹងគឺជាពាក្យរបស់លោកហ៊ុនសែនតាគាត់ថាបើគណៈបកសង្គ្រោះជាតិនេះបែកបាក់រលាយកុំបន្ទោសថាមកពីគណៈបកប្រជាជនកម្ពុជាបំផ្លាញគឺមកពីគណៈបកខ្លួនឯងហ្នឹងគឺអត់រឿងមាំហ្នឹងលោកហ៊ុនសែនធ្លាប់និយាយចឹងដូចគ្នាអញ្ចឹងឥឡូវកម្ពុជាហ្នឹងវាធ្លាក់មកលើខ្លួនយើងហើយតែយើងចេះតែថាគេអញ្ចឹងយើងធ្វើបាបគេយើងរំលោភគេហើយយើងរករឿងគេថាស្លៀកខ្លីបន្ទោសគេមកពីស្លៀកខ្លីឥឡូវថៃពេលមានរឿងជាមួយថៃគឺធ្លាក់មកលើយើងតាជាកម្មពៀរបស់យើងតាអញ្ចឹងកុំបន្ទោសថៃថាថៃខ្លាំងត្រូវបន្ទោសថាខ្មែរយើងដឹកនាំប្រទេសឲ្យខ្សោយដែលធ្វើឲ្យយើងអាចទប់គេបានព្រោះបើយើងរឹងមាំអត់មានថៃណាមកឈ្លានពានបានទេបើមានតែ F16 តែ5គ្រឿងថៃរត់ចែកជើងគ្នាទៅទម្លាក់ដល់បាងកកដូចតែគ្នានឹងតែយើងវាអត់ដូច្នេះកុំបន្ទោសថៃខ្លាំងយើងបន្ទោសថាយើងខ្សោយព្រោះថៃមានតែធ្វើអីមួយភូមាបានតែហ៊ានបានតែក្បែរព្រំដែនហ្នឹងតែហ៊ានខ្លាំងភូមាទម្លាក់គ្រាប់ដល់បាងកកដូចតែគ្នាហ្នឹងក្អកជាមួយភូមាក៏អត់បានអាហ្នឹងយើងសួរថាម៉េចភូមាខ្សោយថៃខ្លាំងអត់ថៃអត់ខ្លាំងទេគឺមកពីប្រទេសភូមាគេខ្លាំងរបស់គេការពារគេឆ្លោះគ្នាប៉ុន្តែគេមានសពាវុធយើងឆ្លោះគ្នាឆ្លោះអាលីងតែមកស្រាតសពុតអស់មកបោចសក់គ្នាយកមកតំហឹងដល់ពេលមានការអីគឺបំផ្លាញចោលខ្មែរយើងខ្សោយទាំងអស់ដោយសារអីគេថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្របឲ្យចោលឥឡូវចោលចូលយកអស់លីងហើយតែមកយំស្រែកស្ដាយរបស់ដែលចោលលួចតែអត់យំររឿងម៉ែឪដែលនាំគ្នាបរៀនលេងចគុះឲ្យគេលួចទ្របអស់ហើយចឹងយើងពពួកស្មារតីមនុស្សឲ្យនាំគ្នាស្អប់អាចោលលួចប៉ុន្តែបើយើងនាំគ្នាការពារកំផែងយើងរឹងមាំផ្ទះយើងមកគ្រួសារយើងជានាគ្នាមិនបែកបាក់សាមគ្គីគ្នាគ្មានចោលណាមកលួចយើងបានទេខ្ញុំតានាថៃនេះខ្លាច់តែហ៊ានខ្មែរបាក់ស្បាតនៅតាមព្រំដែនណាខ្មែរមានប្រវត្តិខ្លាំងណាស់តែហ៊ានខ្មែរក្រហមអីវិញនេះគឺគ្មានតែខ្លាច់ថៃណាទេថៃបាក់ស្បាតប៉ុន្តែដល់ពេលឥឡូវយើងបែកបាក់គ្នាតែហ៊ានយើងក៏អត់មានការឧបត្ថម្ភគ្រប់គ្រាន់ចិត្តសាស្ត្រយើងទុនខ្សោយជាងគេវាយយើងបានគ្រប់រឿងចឹងដាស់ស្មារតីឡើងវិញបងប្អូនណាវិធីដាស់ស្មារតីនេះគឺដាស់ស្មារតីមេដឹកនាំខ្ញុំដាស់ស្មារតីប្រជាពលរដ្ឋអីប្រជាពលរដ្ឋស្មារតីរឹងមាំណាគ្រាន់តែគ្នាមិនហ៊ាននិយាយតែប៉ុណ្្នឹងឯងចឹងបើយើងដាស់ស្មារតីជាតិឲ្យសាមគ្គីមែនតើដូចខ្ញុំនិយាយចឹងបើកទូលាយសិទ្ធិមនុស្សប្រជាធិបតេយ្យស្ដារឡើងវិញឲ្យវិទ្យុទូរទស្សន៍មានគ្រប់គណៈបកគ្រប់អីនយោបាយមិនដឹងថាខ្មែរយើងសម្បូរសបាយចម្រុងចម្រើនប៉ុណ្ណាខ្មែរនៅក្រៅប្រទេសក៏ត្រេកអរនឹងចូលទៅវិនិយោគអីលែងមានខ្មែរចង់រត់ចោលស្រុកវិច្ចយកលុយមក
ជួយបំពុកសេដ្ឋកិច្ចគេគឺយើងកម្មករពលករនៅថៃ2លានអ្នកនឹងវិលមករស្រុកខ្មែរវិញលែងធ្វើចំណាក់ស្រុកអីទៅថៃអីឲ្យគេមើងងាយតើទាំងអស់នេះយើងអត់ដឹងអីចឹងតែយើងមិនធ្វើឥឡូវមកដាស់ស្មារតីឲ្យឈឺចាប់នឹងគោរួចតែអត់ឈឺចាប់អ្នកអត់ធ្វើរបងឲ្យគោរួចឥឡូវទៅឈឺចាប់នឹងក៏ឈឺចោះប៉ុន្តែឈឺចាប់នាំគ្នាដាស់ឲ្យមេដឹកនាំប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិផងបំភ្លេចទៅអាហោសកម្មទៅស្អីហ្នឹងបំភ្លេចចោលមួយរយៈទៅជូតទឹកភ្នែកបន្តដំណើរទុកវាមកកដប់សិនប៉ុន្តែត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិសិនហើយសង្កត់ទៀតអាហ្នឹងបានយើងគិតថាយើងធ្វើត្រូវប៉ុន្តែបើនៅតែដាស់នៅតែនាំគ្នាបរៀនឬក៏កែនគ្នាឲ្យទៅយំទួញសោកដើម្បីគ្រាន់តែជាការសម្ដែងហ្នឹងខ្ញុំជឿថាជាតិសាសន៍នេះនឹងរងការធ្វើនយោបាយប្រជាពិធដ្ឋបោកពង្រៀងព្រឹត្តិការណ៍នឹងរាប់ផ្លេចទៀតហើយជាតិខ្មែររកដំណោះស្រាយដោះស្រាយរឿងជាតិអត់ត្រូវទេត្រូវតែការពារអំណាចក្រុមគ្រួសារតកូលហ្នឹងគឺចេះតែធ្វើអញ្ចឹងរហូតទៅប្រឡប់ថាអូយើងសាមគ្គីគ្នាសាមគ្គីមកពីណាខ្មែរលើសតែ2នាក់ឡើងទៅគឺឆ្លោះគ្នាដែរនៅណាក៏ចឹងដែរឲ្យតែលើសពី2នាក់ទៅគឺឆ្លោះគ្នាដោយសារតែគំនិតនយោបាយស្មោកគ្រោកនៅស្រុកខ្មែរនឹងដែលយើងបែកបាក់គ្នាហ្នឹងគឺមនុស្សជួនកាលគេស្រឡាញ់ជាតិដល់ពេលយើងលឺយើងការពារគណៈបកប្រជាជនកម្ពុជាឆ្លោះគ្នាតោងដោយសារតែគេទទួលយកមិនបានមើលថាបំផ្លាញប៉ុណ្ណឹងហើយយើងទៅកាន់ជើងអ្នកប្រព្រឹត្តអត់ព្រមកាន់ជើងជនរងគ្រោះឆ្លោះគ្នាតោងខ្មែរយើងឆ្លោះគ្នារឿងអញ្ចឹងតាហើយទៅដល់ពេលជាតិសាសន៍បែកបាក់ប្រជាពលរដ្ឋខ្មែរដែលមានលុយមានទ្រព្យនៅខាងក្រៅអត់ហ៊ានទៅស្រុកខ្មែរអត់ហ៊ាននាំកូននាំចៅអីទៅលេងស្រុកខ្មែរទេអូយខ្លាចណាស់ខ្លាចឆោឆក់ចោលប្លន់គ្រឿងញៀនអំពើពីលៀបបាត់ផ្សារអាវ៉ាសាយខ្លាចគេចាប់ដាក់គុកអីដោយអត់មានរឿងព្រោះយើងគ្រប់គ្រងគណៈបកប្រឆាំងអីទិញទួយនៅស្រុកក្រៅតែហ៊ានទៅស្រុកខ្មែរខ្លាចក្នុងបញ្ជីខ្មៅគេឃើញបងប្អូនឃើញខាតទេបើយើងឲ្យត្រូវគ្នាទាំងអស់កុំងើបមួយវាយមួយកុំចាប់ប្រជាពលរដ្ឋខ្មែរទៅលេងស្រុកខ្មែរយកលុយមួយឆ្នាំរាប់ពាន់លានដុល្លារតែយើងអត់ធ្វើយើងគិតតែនាំគ្នាអង្គុយបក់ផ្សែងអត់រួចភ្លើងបាទឥឡូវខ្ញុំបញ្ចប់ព័ត៌មាននេះខ្ញុំជិះចាប់ឃើញថៃគេពង្រឹងពាណិជ្ជកម្មគេជាមួយវៀតណាមឡើងដល់ 25,000 លានយើងកំពុងតែលានភ្នែកគេលានដុល្លារតើពេលណាដែលខ្មែរយើងភ្ញាក់រលឹកណាពិធីដាស់ស្មារតីនេះម្ដងទៀតបងប្អូនដាស់ស្មារតីមេដឹកនាំកុំដាស់ស្មារតីប្រជាពលរដ្ឋអីលោកមានស្មារតីរឹងមាំណាស់តែបាក់ស្បាតនឹងអស់លោកធ្វើឲ្យគ្នាបាក់ស្បាតទេចឹងដាស់យើងឲ្យដូរចិត្តគំនិតរបៀបដឹកនាំរដ្ឋនឹងឲ្យវាប្រសើរជាងនឹងម្ដងទៀតបងប្អូនណាខ្ញុំនិយាយមួយលានដងទៀតក៏ខ្ញុំអត់មានទៅរួយមាត់ដែរអត់មានខ្វល់រឿងគណៈបកណាកាន់អំណាចទេណាអស់លោកតកូលហ៊ុនតកូលអីហ្នឹងកាន់ទៀតចោះអត់មានខ្វល់ទេតកូលហ៊ុនតកូលសុកតកូលទាតកូលកងតកូលរងតកូលកម្មតកូលសំតកូលទាតកូលសតកូលមៀកតកូលសឿនតកូលថាច់តកូលអីហ្នឹងកាន់ចុះតកូលមូតកូលស្អីហ្នឹងកាន់ទាំងអស់ទៅអត់អីទេកាន់ប្រទេសនេះចោះក៏ប៉ុន្តែអស់លោកត្រូវធ្វើឲ្យខ្មែរមានសាមគ្គីមែនតែនមានប្រជាធិបតេយ្យមែនតែនមានសេរីភាពមែនតែនហើយគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលគេចំណាយលុយអស់រាប់ពាន់លានដុល្លារដើម្បីឲ្យមានកុំបំផ្លាញវាអស់លោកធ្វើទៅខ្ញុំនឹងសាតត្រេកអរព្រោះអីខ្មែរយើងរួបរวมសាមគ្គីខ្ញុំចង់បានអីខ្ញុំរស់នៅស្រុកអាមេរិកខ្ញុំសោយសុខខ្ញុំរស់មួយកែរបស់ខ្ញុំយ៉ាងសបាយតែខ្ញុំមិនអាចនឹងលេបចូលទេបងប្អូននៅពេលដែលឃើញជាតិយើងវេទនាខ្ញុំលេបអត់ចូលទេចំពោះខ្ញុំឯងម៉ោងនេះខ្ញុំអត់មកត្រូវធ្វើ show អីទេបងប្អូនប្រាក់ខែខ្ញុំ7-8,000ដុល្លារមួយខែពីសាលាក្រុងឡុងប៊ិចខ្ញុំចាយមករស់ដល់អត់មានហេតុអីបងខ្ញុំអត់ល្ងុយម៉ោង4អីត្រូវងើបមួយថ្ងៃគេងបាន4ម៉ោងសុខភាពរបស់ខ្លួនពេលខ្លះដាបដោយសារតែរឿងគិតរឿងជាតិដោយសារខ្ញុំឈឺចាប់នឹងជាតិយើងអត់មានតែចង់ខ្លាយជានាយករដ្ឋមន្ត្រីឯកឧត្តមមុខងារណានេះបានហើយអត់មានទេហើយមិនត្រឹមតែប៉ុណ្ណឹងរងការជេរបតិចផ្ដាសាពីអាមីអាថោងខុសនិករបស់គណៈបកប្រជាជនរាល់ថ្ងៃប៉ុន្តែចាំអស់លោកជេរស្ដីអំពើដែលស្នេហាជាតិស្រឡាញ់ជាតិរបស់ខ្ញុំចង់កែហើយអស់លោកចង់ក្រាញអំណាចដើម្បីឲ្យក្រុមគ្រួសារតកូលហ៊ុននៅកាន់អំណាចយូរសូម្បីតែជាតិនេះខូចផ្សារអស់លោកនឹងចុះនរកដោយសារតែនឹងត្រូវបណ្ដាសាឲ្យព្រោះអីយើងកំពុងតែជំទាស់នឹងអំពើល្អអំពើបុណ្យដែលចង់ជួយជាតិតែអស់លោកដែលចង់បំផ្លាញជាតិបែរជាមកជេរអ្នកដែលខំប្រឹងជួយជាតិអស់លោកប្រយ័ត្នត្រូវបណ្ដាសាណាយើងត្រូវបណ្ដាសាគេច្រើនណាស់ដោយសារអំពើយើងដឹងហើយតាអញ្ចឹងត្រូវដូរអារបៀបដដែលហ្នឹងកុំឲ្យត្រូវបណ្ដាសាទៀតខ្ញុំនិយាយយកតែបុណ្យនេះហើយខ្ញុំនិយាយនេះអត់មានលៀបសការៈដើម្បីបុគ្គលមួងណារ៉េតអីសោះដូចខ្ញុំនិយាយអញ្ចឹងខ្ញុំអត់មានត្រូវការអីទាំងអស់
ខ្ញុំរស់នៅយ៉ាងសុខសាន្តនៅលើទឹកដីសហរដ្ឋអាមេរិកប៉ុន្តែឈាមខ្ញុំខ្មែរខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរខ្ញុំគ្មានពេលណាដល់រាបណាដង្ហើមខ្ញុំនៅដកគឺខ្ញុំនឹងនៅតែស្រឡាញ់ខ្មែរគ្មានលក្ខខណ្ឌដល់ទីបញ្ចប់ហើយមិនចំពោះថាបានលៀបសការៈអីទេគឺលៀបសការៈហ្នឹងគឺជារឿងបន្ទាប់បន្សំមិនមានអីនៅក្នុងដួងចិត្តមនសិការខ្ញុំទេចង់បើអស់លោកជេមុងណារ៉េតគឺអស់លោកកំពុងតែជេរស្ដីអំពើបនដែលខ្ញុំខំធ្វើហើយប៉ុន្តែលោកខំកាងអាឆ្អឹងដែលគេបោះឲ្យហ្នឹងដើម្បីធ្វើឲ្យជាតិខ្មែររលាយខ្សលអញ្ចឹងអស់លោកត្រូវគិតណាអាស្មារតីដែលត្រូវដាស់ហ្នឹងគឺដាស់អស់លោកដែលជាមនុស្សបាត់ផ្សារពៀលាអាវ៉ាសែដែលជេរបតិចផ្ដាសាគ្នាតាមបណ្ដាញសង្គមអសិលធម៌អគុណធម៌គួរដាស់ស្មារតីក្រុមអស់លោកទាំងអស់នោះគុំដាស់ស្មារតីប្រជាពលរដ្ឋទូទៅអីព្រោះអស់លោកបំផ្លាញខ្ទេចខ្ទីគ្នាបាក់ស្បាតគ្នាចាំតែឱកាសដើម្បីកសាងជាតិនេះរួមគ្នាតាអញ្ចឹងត្រូវបដូរអានឹងឡើងវិញហើយយើងខ្មាស់គេណាជាតិសាសន៍យើងមិនដល់ថ្នាក់អន់ដល់ថ្នាក់ហ្នឹងទេខ្មាស់យើងចេះខ្មាស់គេអញ្ចឹងផង